បងប្អូនចានៅខែនេះពួកខ្ញុំអត់មានគម្រោងដើរតាណាតណីទេអញ្ចឹងរៀងរាល់ចុងសប្តាហ៍ហ្នឹងនាំគ្នាដើរហាត់ប្រាណតែនៅជុំវិញកន្លែងខ្ញុំរស់នៅទេបងប្អូនចារូបភាពយកតាណាមអស់ទេចារដូវនេះគឺរដូវស្លឹកឈើជ្រុះហើយប្រហែលជាខ្ទង់មួយអាទិត្យឬពីរអាទិត្យទៀតគឺស្លឹកឈើនឹងជ្រុះអស់ហើយនៅសល់តែដើមឈើដែលគ្មានស្លឹកណាបងប្អូនចាហើយឆ្នាំនេះព្យាករណ៍តុនិយមគេបាននិយាយថាប្រទេសហូឡង់នឹងចុះត្រជាក់ខ្លាំងជាងរាល់ឆ្នាំបងប្អូនអាចនឹងមានព្រិលធ្លាក់ក្រាស់ចាប៉ុន្តែនេះគ្រាន់តែជាការព្យាករណ៍ទេខ្ញុំមើលព័ត៌មានព្យាករណ៍តុនិយមចាគេថាប្រទេសហូឡង់នឹងជួបនៅសីតុណ្ហភាពធ្លាក់ចុះដែលមិនធ្លាប់មានអីចឹងណាបងប្អូនចាចឹងហើយយើងមានតែរងចាំមើលទាំងអស់គ្នានៅរដូវធ្លាក់ព្រិលទាំងអស់គ្នានៅពេលខាងមុខចាក្នុងខែ12ខែ1ខែ2អីនោះចាប៉ុន្តែឥឡូវនេះក៏ចាប់ផ្ដើមចុះត្រជាក់ដែរបងប្អូនពេលល្ងាចឡើងគឺ10អង្សាអីទេហើយប្រជាជនទោះបីជាត្រជាក់យ៉ាងណាក៏ដោយចុងសប្តាហ៍ពួកគាត់នាំគ្នាដើរហាត់ប្រាណចាប្រជាជនហូឡង់នេះបងប្អូនដូចខ្ញុំជំរាបជូនបងប្អូនកន្លងមកហើយថាប្រជាជនហូឡង់មិនសូវមានសភាពធាត់ទេបងប្អូនចាគាត់ធ្វើការហាត់ប្រាណច្រើនជាពិសេសជិះកង់ចាបើសិនជាចាស់ដែលគាត់ជិះកង់អត់កើតគាត់ដើរហាត់ប្រាណពីអ្នកប្រពន្ធអីចឹងទៅឬមួយគ្រួសារ